วิธีសាស្ត្រនេះធ្វើមកមុខឡើងធម្មជាតិហ្មងបងប្អូនហើយអត់ដឹងថាយើងផាត់មុខទេបើសិនជាអ្នកដែលគាត់មានមុខស្ងួតទេដាក់មកកាន់តែត្រូវមុខគាត់មានសំណើមគីឡូចែងចាំងស្អាតហ្មងអានេះពេលដែលខ្ញុំផាត់ហើយមើលមុខខ្ញុំឲ្យឡើងមើលទៅធម្មជាតិហើយខ្ញុំផ្ទៀងក្នុងកញ្ចក់ទៀតអ្នកនរគ្នាខ្ញុំប្រចាំងនៅមុខភ្លើងអ្នកនរគ្នាមើលទៀតមើលមកលក្ខណៈថាអត់ដឹងថាយើងផាត់មុខទេនៅខាងក្រៅក៏ចឹងដែរមុនចាប់ផ្ដើមខ្ញុំលាបលេសណាមវីតាមីន F ដើម្បីចិញ្ចឹមប៉នសិនណាបន្ទាប់មកខ្ញុំលាបលេការពារកម្ដៅថ្ងៃមិនវិធីសាស្ត្រហ្នឹងក៏ត្រូវលាបលេការពារកម្ដៅថ្ងៃដែរបងប្អូនការពារកុំឲ្យយើងឆាប់ចាស់ឆាប់ជ្រួញការពារកុំឲ្យស្បែកយើងឡើងអាចរុយហើយលេការពារកម្ដៅថ្ងៃនេះលាបច្រើនដូចខ្ញុំលាបចឹងក៏អត់ផាត់មុខទៅធ្វើឲ្យលមួលក្រែមមុខដែរអញ្ចឹងវិធីសាស្ត្រខ្ញុំហ្នឹងគឺខ្ញុំចាក់លេការពារកម្ដៅថ្ងៃមកខ្ញុំយកមកលាយជាមួយនឹងម្សៅតែមិនមែនលាបចឹងយកណាដំបូងលាបលេការពារកម្ដៅថ្ងៃសិនព្រោះថាយើងយកលេការពារកម្ដៅថ្ងៃមកលាយមួយម្សៅ SPF វាប្រែប្រួលហើយតែយើងបានលាបលេការពារកម្ដៅថ្ងៃហើយគោលដៅយើងគឺយើងចង់ផាត់មុខលក្ខណៈស្រាលបែបធម្មជាតិអញ្ចឹងដល់ពេលដែលខ្ញុំលាយហើយបែបនេះខ្ញុំយកមកដាក់លើមុខហើយចាប់ផ្ដើមតប់ម្សៅហើយពេលដែលយើងលាយបែបនេះធ្វើឲ្យសាច់ម្សៅយើងវាស្ដើងវាស្រាលជាងមុនណាមើលមកដូចយើងលាប tinted sunscreen អញ្ចឹងណាប៉ុន្តែ tinted sunscreen ដែលត្រូវជាមួយស្បែកយើងមើលមកធម្មជាតិដូចខ្ញុំលាបអញ្ចឹងបងប្អូនប៉ុន្តែបើសិនបងប្អូនមានស្នាមអីតិចតួចនៅកន្លែងថ្ពាល់បងប្អូនចង់ថែមម្សៅបន្តិចបន្តួចទៀតក៏បានដែរអាហ្នឹងសម្រាប់អ្នកចូលចិត្តធម្មជាតិមើលមកអត់ដឹងថាផាត់មុខតែមុខយើង smooth glow ស្អាតអាចសាកល្បងវិធីនេះបានបើយើងមានមុខស្ងួតយើងដាក់ sunscreen បន្ថែមជាមួយ cushion មុខយើងកាន់តែមានសំណើមកាន់តែ glow ហើយអា sunscreen យើងហ្នឹងវាផ្ដល់សំណើមទៀតណាកុំឲ្យថាមើលក្នុងទូរស័ព្ទអត់ដឹងខ្ញុំយកកញ្ចក់មកផ្ទៀងមើលទៀតអត់ដឹងផាត់មុខទេ